បានញ៉ាសូមគ្រប់នឹងជាសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកការវិភាគម្ល៉េះហាងឈីងមាសប្រចាំថ្ងៃអង្គារទី4ខែសីហាឆ្នាំ2026យើងឃើញថាតម្លៃហាងឈីងមាសនៅដើមសប្តាហ៍ថ្មីនេះអត់សូវមានការប្រែប្រួលខ្លាំងប៉ុន្មានទេពលគឺដោយសារតែភាពមិនប្រកបប្រជាផ្នែកបញ្ហាភូមិសាស្ត្រនយោបាយបាទចឹងដោយបងប្អូនបានជ្រាបហើយបន្ទាប់ពីមានការផ្អាកចំពោះការវាយប្រហារទ្រង់ទ្រាយធំពីសំណាក់សហរដ្ឋអាមេរិកហើយនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់បាទសហរដ្ឋអាមេរិកបាទលោកដូណាល់ត្រាំគាត់ក៏បានប្រកាសដែរថាសហរដ្ឋអាមេរិកនឹងធ្វើកិច្ចចរចាជាមួយនឹងប្រទេសអ៊ីរ៉ង់នៅយប់ថ្ងៃច័ន្ទបាទគឺយប់មិញនេះឯងតែជាក់ស្ដែងគឺភាគីខាងអ៊ីរ៉ង់គឺបានបដិសេធបាទមិនចូលរួមកិច្ចចរចាហើយក៏មិនទទួលគណៈប្រតិភូណាមួយពីសហរដ្ឋអាមេរិកផងដែរបាទអញ្ចឹងវាបានបង្កើតជាភាពមិនប្រកបប្រជាផ្នែកភូមិសាស្ត្រនយោបាយបាទអញ្ចឹងធ្វើឲ្យវិនិយោគិនគាត់ចាប់ផ្ដើមតាមដានបន្តណាអត់តន់ហ៊ានចូលទីផ្សារទេចឹងធ្វើឲ្យទីផ្សារមានការប្រែប្រួលតិចតួចចឹងណាមិញយើងមកមើលហាងឆេងមាសនៅក្នុងថ្ងៃនេះទាំងអស់គ្នាបងប្អូនចង់ដឹងថាតើតម្លៃហាងឆេងមាសនឹងមានបំរែបំរួលបែបណាបន្តបច្ចុប្បន្នថាតើវាបង្ហាញទិសដៅច្បាស់លាស់ហើយឬនៅហើយតម្លៃណាខ្លះដែលយើងអាចធ្វើការទិញលក់បានតោះបងប្អូនយើងទៅមើលការវិភាគតាមបែបបច្ចេកទេសទាំងអស់គ្នាបាទបងប្អូនឥឡូវយើងមកមើល time frame រយៈពេល4ម៉ោងទាំងអស់គ្នាបាទដើម្បីរកមើលទិសដៅរបស់មាសបន្តបាទអញ្ចឹងសម្រាប់មាសបច្ចុប្បន្ននេះបើយើងមើលទៅអត់ខុសពីម្សិលមិញមែនទេបងប្អូនបាទគឺវាស្ថិតនៅក្នុងដំណើរ sideways ដដែលបង្កើតជាចន្លោះជួញដូរខ្លីណាអត់តមានទិសដៅច្បាស់លាស់ទេអញ្ចឹងយើងអាចធ្វើការជួញដូរនៅក្នុងចន្លោះនឹងដដែលបាទក្នុងចន្លោះនឹងដដែលឥឡូវយើងចូលទៅមើល time frame រយៈពេល1ម៉ោងទាំងអស់គ្នាបាទសម្រាប់ time frame រយៈពេល1ម៉ោងយើងឃើញថាមាសគឺក្នុងនេះខ្ញុំបានបែងចែកជាកម្រិតទាបកម្រិតខ្ពស់ណាកម្រិតទាបមាន3កម្រិតហើយកម្រិតខ្ពស់ក៏មាន3កម្រិតដែរដើម្បីយើងត្រៀមទិញលក់បាទសម្រាប់កម្រិតត្រៀមទិញទី1បាទកម្រិតទាបគឺនៅ$4019ក្នុង1អោនកម្រិតទាបទី2នៅ$3995ក្នុង1អោនហើយនឹងកម្រិតទាបទី3នៅ$3970ក្នុង1អោន3កម្រិតនេះគឺជាកម្រិតដែលយើងអាចធ្វើការត្រៀមទិញឡើងបាទហើយសម្រាប់កម្រិតខ្ពស់ក៏យើងមាន3កម្រិតដូចគ្នាដែលកម្រិតខ្ពស់ទី1នៅ$4080ក្នុង1អោនកម្រិតខ្ពស់ទី2នៅ$4116ក្នុង1អោនហើយនឹងកម្រិតខ្ពស់ទី3នៅ$4168ក្នុង1អោនបាទជាកម្រិតដែលយើងអាចធ្វើការធៀបលក់ចោះមកវិញសម្រាប់មាសនៅក្នុងព្រឹកនេះបាទខ្ញុំមើលឃើញថានឹងមានការងើបឡើងបន្តបងប្អូនអាចចាំមើលបើសិនជាវាឡើងមកបុកអត់ដាច់$4080ក្នុង1អោននេះទេយើងធ្វើការលក់ចោះមកខាងក្រោមវិញបងប្អូនបាទយើងធ្វើការលក់ចោះមកខាងក្រោមវិញនិយាយរួមគឺយើងអាចធ្វើការជួញដូរនៅក្នុងចន្លោះនឹងបានណាបើសិនវាបុកអត់ដាច់ប៉ុន្តែក្នុងករណីបើសិនវាបុកដាច់ទៅលើបាទគោលដៅបន្តវាគឺទៅ$4116ក្នុងអោននេះហើយបាទឬក៏អាចនឹងបំបែកតម្លៃហ្នឹងអាចទៅកាន់តែខ្ពស់ហើយមាសបើសិនជាបុកដាច់តម្លៃ$4116នេះគឺទៅលើខ្លាំងហើយបងប្អូនបាទប៉ុន្តែបើសិនជាបុកអត់ដាច់ទេវានៅតែធ្វើការជួញដូរនៅក្នុងចន្លោះហ្នឹងដដែលបាទវាអត់បំបែករែងអត់បង្កើតទិសដៅថ្មីទេណាបាទអញ្ចឹងសម្រាប់មាសនៅក្នុងថ្ងៃនេះយើងអាចធ្វើការជួញដូរខ្លីៗសិនបាទចាំមើលបង្ហាញទិសដៅច្បាស់លាស់ឬក៏មានព័ត៌មានជំរុញបាទនឹងចាំយើងធ្វើការសម្រេចចិត្តទិញអាចថាទិញទុករយៈពេលវែងឬក៏ទុកយក target វែងបានបាទសម្រាប់បងប្អូនដែលចង់បើកគណនីកក់ហាងឆេងមាសបាទតាមប្រព័ន្ធឧបករណ៍ Nison ចង់សិក្សាស្វែងយល់បាទបងប្អូនអាចទាក់ទងមកកាន់ខ្ញុំបានផ្ទាល់តាមរយៈលេខទូរស័ព្ទ011 699 និង802បាទខាងខ្ញុំមាន support ជាការផ្ដល់ព័ត៌មានការបោះតម្លៃចេញចូលក្នុងការទិញលក់បាទក៏ដូចជាការបង្រៀនដោយគិតថ្លៃផងដែរបាទចឹងខ្ញុំបាទសូមអរគុណសូមគោរពលា